មានទិសដៅនឹងឯងដែលជាទីបំផុតទុកទិសដៅនឹងឯងបានគួរឲ្យរីករាយមែនកម្មហខយៈរតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធជាព្រះអរិយបុគ្គលលោកត្រេកអរនឹងការអស់ទៅនៃតណ្ហានឹងតែហ្មងចឹងលោករកសច្ចៈធัวឃើញហើយលោកឈប់វង្វេងជាមួយនឹងសេចក្តីសុខដីសុខនេះណាគឺធ្វើឲ្យកាត់លោកយើងវង្វេងមកសង្សារវដ្តហើយមើលចេះតែត្រេកអរហើយអាឡោះអាឡៃនឹងសេចក្តីសុខនឹងឯងចឹងទៅណាទៀតខ្ញុំស្ដាប់មើលឲ្យច្បាស់លាស់ហើយយល់ពីរោះហើយពីរោះត្រង់ឲ្យថាព្រះនិព្វានជាបរមសុខមែនព្រោះព្រះនិព្វានមិនមានបញ្ញខណ្ឌព្រះនិព្វានមិនមានទុក្ខអានឹងបន្តឲ្យយើងមកកំណត់ដឹងថាអាការសប្បាយរីករាយសេចក្តីត្រេកអរក្នុងโลกនេះវាអត់ចាំបាច់ទេបើមិនមានបញ្ញខណ្ឌអាហ្នឹងហើយដែលធ្វើឲ្យយើងត្រេកអរក្នុងពធัวទៅយើងពីរោះហើយណាបើយើងស្ដាប់តាមយល់ថានៅក្នុងโลกហ្នឹងវាមានអ្វីៗឲ្យសប្បាយមានអ្វីៗឲ្យត្រេកអររីករាយអញ្ចឹងត្រូវមកកំណត់សេចក្តីទុក្ខនឹងឯងហើយឃើញថាមកពីទុក្ខហ្នឹងជាបញ្ហាបានជានាំឲ្យមានសេចក្តីប្រាថ្នាមានសេចក្តីត្រូវការហើយដល់ទៅសត្វលោកយើងដែលនៅក្នុងអវិជ្ជានោះវាអត់បានកំណត់ដឹងឧបាទានខណ្ឌទុក្ខឯងអញ្ចឹងមកជាភារៈនេះវាចាប់ប្រកាន់ធ្វើជាយើងនេះវាឲ្យតម្លៃវាឲ្យសេចក្តីសំខាន់វាឲ្យក្លិនសារហើយវាមានឃើញទោសអីវាមានឃើញជាភារៈអីបើយើងជាអ្នកតាមជាអ្នកទទួលវ័យឲ្យជាទីត្រេកអរជាទីពេញចិត្តហើយហ្នឹងតែត្រង់ដែលថាកិច្ចការងារបំរើបញ្ញខណ្ឌហ្នឹងបញ្ញខណ្ឌជាភារៈសម្រាប់យើងចាំបីបាច់មើលថែបកាយប្រកម្មហួងហែងហត់លឿយរាប់ជាតិជាអណែកនេះមានបានឃើញជាទុកជាទោសយ៉ាងណាវាទៅជាសម្គាល់ថាយើងនេះអ្នកប្រសើរអ្នកក្រំដែរតែអញ្ចឹងវាមិនអាចកំណត់ដឹងទុកហើយឃើញហេតុដែលនាំឲ្យកើតទុកនឹងបានទេតែនៅចាប់យកអាក្តីសប្បាយត្រេកអររីករាយប្រសើរក្រំតែខ្លួនឯងហ្នឹងឯងចឹងចុះម្ល៉េះហើយតែរត់នៅកម្មហ្នឹងវាធ្ងន់ត្រង់អាហ្នឹងការដែលលំបាកហត់នឿយហើយប៉ុន្តែវានៅតែរត់នៅកម្មមួយទៀតគឺអត់ដឹងថាខ្លួនឯងជាអ្នកទទួលទុក្ខទោសតែរត់នៅកម្មចឹងបានយើងត្រឡប់មកពិនិត្យមើលកុសលគ្រាន់តែក្នុងធានមានភាពជាអិសរៈដែលនឹងអាចចាត់ចែងទ្រព្យសម្បត្តិនឹងមិនបំរើកិលេសទៅជាយើងដូចជាភិក្ខុសង្ឃដូចជាបរតនត្រ័យឬក៏យើងអាចសង្គ្រោះអ្នកដទៃអានឹងជាអិសរៈមួយផ្នែកហើយណាមិនអាចកិលេសនឹងចិត្តតែបង្កប់បញ្ជាទៅបានទេយើងមានភាពជាធំអាចប្រើប្រាស់ទ្រព្យសម្បត្តិនឹងឲ្យជាប្រយោជន៍យើងនិយាយថាសម្រាប់ខ្លួនយើងបានហ្នឹងឯងមានឱកាសសម្រាប់ខ្លួនយើងហ្នឹងឯងមិនមែនជាឱកាសក្នុងការបម្រើកិលេសបម្រើខំទៅនោះទេតែថាខ្លួនយើងក្នុងទីនេះគឺដើម្បីស្រោចស្រង់ដើម្បីជួយខ្លួនយើងឲ្យបានរួចផុតចាកទុក្ខហ្នឹងហ្នឹងឯងហើយដូចសិលអីចឹងមានភាពជាអិសរៈក្នុងសិលហ្នឹងចឹងគឺត្រង់ដែលថាកិលេសមិនអាចប្រើឲ្យយើងទៅសម្លាប់សត្វបានទេមិនអាចប្រើឲ្យយើងទៅព្រឹត្តអកនេទានកាមេសុមិច្ឆាចារៈបានទេហ្នឹងចឹងហើយមានបងប្អូនកូនចៅខ្លះតាមមិនព្រមត្រង់ដែលថាប្រាប់ទេកុំឲ្យសម្លាប់សត្វប៉ុន្តែខ្លួនឯងបរិភោគសាច់អាហ្នឹងចឹងទៅត្រូវចាប់ទុកអ្នកបរិភោគសាច់នឹងឯងជាអ្នកមានបាបជាមួយគ្នានឹងអ្នកសម្លាប់ព្រោះអ្នកបរិភោគនឹងជាហេតុឲ្យគេសម្លាប់ហ្នឹងឯងអាហ្នឹងបើយើងចេះតែយល់តាមយើងចឹងទៅវាជាការដែលយើងអត់បានយល់ត្រូវពីព្រោះហេតុនៃការសម្លាប់មិនអ្នកបរិភោគទេហេតុនៃបាណារិបាតគឺទោសៈនិងមោហៈជាមូលមានលោភៈជាឧបនិស្សយបច្ច័យគឺកិលេសខ្លួនឯងទេណាដែលនាំឲ្យបាណារិបាតណាព្រះអរិយបុគ្គលគឺលោកអត់មានបាណារិបាតទេសូម្បីតែបុគ្គលជាទីគោរពការៈមេដាបិតាអីនឹងឈឺដូចថាត្រូវការឈាមរំសាយឬក៏ត្រូវការស្លាប់មានជីវិតអីដើម្បីមកធ្វើថ្នាំអីក៏លោកមិនប្រព្រឹត្តទៅជាបាណារិបាតដែរហ្នឹងដល់ស្រ័យមួយរឿងត្រង់ដែលថាមិនមែន
រឿងអ្នកដតីនឹងឯងជាហេតុនៃការសម្លាប់ទេព្រះរាជបុគ្គលលោកអស់ហេតុដែលនាំឲ្យលោកព្រឹត្តបាណារិបាតហើយគឺអត់មានអ្នកដតីមកបង្ខំអីឲ្យលោកធ្វើបាណារិបាតទេដូច្នេះវាមិនមែនអ្នកបរិភោគនឹងជាហេតុនៃបាណារិបាតទេប៉ុណ្ណាហើយអ្នកបរិភោគហ្នឹងគឺយើងមិនអាចទាញចូលមកក្នុងរឿងអ្នកសម្លាប់បានទេពីព្រោះព្រះពុទ្ធអង្គក៏ទ្រង់សោយសាច់ដែរហ្នឹងឯងមានបងប្អូនកូនចៅប្រមាថមើលងាយអ្នកបរិភោគសាច់ប្រសង់ឆាំសាច់អីហ្នឹងមកពីអត់បានសិក្សាទៅដល់តែព្រះពុទ្ធអង្គក៏ទ្រង់សោយសាច់ដែរនោះទៅចូលទៅក្នុងការប្រមាថមើលងាយព្រះសម្មាសម្ពុទ្ធទៅទៀតណាពីព្រោះក្នុងការដែលសោយសាច់ឆាំសាច់បរិភោគសាច់អីនេះវាត្រូវមិនឃើញមិនឮមិនរង្គៀសអាហ្នឹងសម្រាប់វិន័យចឹងទៅណាមិនចាំបាច់ថាទៅប្រើគេអីឲ្យសម្លាប់អីនោះទេគឺថាឃើញថាគេសម្លាប់ចំពោះឬក៏ឮថាគេសម្លាប់ធ្វើបន់ធ្វើអីឬក៏ដោយការរង្គៀសក្នុងការដែលគេបានធ្វើបន់មានសាច់មានអីហ្នឹងបើថាគេធ្វើដោយចំពោះអាហ្នឹងគឺមិនអាចឆាំទេប៉ុន្តែបើគឺរឿងដែលគេហៅថាកវត្តមង្សៈទៅព្រឹត្តទៅដោយកិច្ចការងាររបស់គេព្រានព្រៃអីទាំងអស់ហ្នឹងគេសម្រាប់សត្វដើម្បីចិញ្ចឹមជីវិតរបស់គេអាហ្នឹងអាំងសាច់ឆ្អិនទៅផ្សាយព្រះបច្ចេកពុទ្ធផ្សាយព្រះសម្មាសម្ពុទ្ធអីព្រះអង្គទ្រង់សោយបានទាំងអស់ទៅណាខោសង្ឃអីហ្នឹងហ្នឹងឯងព្រោះវាជារឿងដាច់ដោយឡែករឿងដាច់ដោយឡែកគេមិនមែនធ្វើឧទ្ទិសចំពោះទេប៉ុណ្ណាហ្នឹងឯងហើយបើថាគេធ្វើឧទ្ទិសចំពោះក៏ដោយប៉ុន្តែបើលោកអត់ឃើញអត់ឮអត់សង្កេតសង្ស័យអាហ្នឹងគឺទៅចិត្តរបស់លោកបរិសុទ្ធប៉ុណ្ណាតែថាលោកមិនឆាំហ្នឹងពុទ្ធបរិស័ទឡាសបាសិកាបរិភោគសាច់ហ្នឹងជាហេតុឲ្យគេសម្លាប់ហើយគឺអត់មែនទេយើងគិតមើលដល់ទៅអត្តនេទានទៅទៀតមើលគិតថែមមួយទៀតទៅមើលហ្នឹងឯងអញ្ចឹងយើងចោទថាអ្នកដែលមានទ្រព្យហ្នឹងជាហេតុឲ្យចោលលួចបានទេតែពេលដែលចាប់ចោលយកទៅដាក់គុកហ្នឹងចាប់ម្ចាស់ទ្រព្យហ្នឹងយកទៅដាក់គុកផងព្រោះអ្នកឯងជាហេតុឲ្យគេលួចព្រោះមកពីមានទ្រព្យស្អីពាក់ខ្សែដៃខ្សែកអីឲ្យគេឆក់អញ្ចឹងចាប់ចោលបានចាប់អ្នកពាក់ហ្នឹងទៀតព្រោះអ្នកហ្នឹងជាហេតុឲ្យមានចោលឬក៏ដូចជាកាមេសមិច្ឆាចារអីចឹងហ្នឹងហើយចាប់អ្នកដែលប្រព្រឹត្តខុសក្នុងកាមហ្នឹងហើយចាប់នាងឯងស្អាតពេកនឹងចាប់ដាក់គុកព្រោះនាងឯងធ្វើឲ្យគេប្រព្រឹត្តកាមេអញ្ចឹងណាអាហ្នឹងបើយើងចោទអ្នកបរិភោគសាច់ហ្នឹងថាជាហេតុនៃបាណារិបាតវាតតែយើងចោទអ្នកមានទ្រព្យហ្នឹងជាហេតុនៃអត្តនេទានផងឬចោទអ្នកដែលដូចថាស្ត្រីដែលបរោះស្រឡាញ់ហ្នឹងត្រូវចោទផងថាមកពីស្ត្រីហ្នឹងឯងដែលធ្វើឲ្យគេប្រព្រឹត្តខុសក្នុងកាមេហ្នឹងប្រទោសហ្នឹងអញ្ចឹងអាហ្នឹងឯងដល់យើងគិតមកអញ្ចឹងទៅបានថាមិនមែនតែវារឿងកិលេសនៅក្នុងចិត្តសន្តានហ្នឹងទេតាដែលវាជាហេតុនៃបញ្ញវរិយជាហេតុនៃអកុសលកម្មលោភមូលទោសមូលមោហមូលអាហ្នឹងឯងតើតែយើងយល់ត្រូវអញ្ចឹងបានទៅជាសមាធិណាហ្នឹងឯងចឹងគឺចំពោះរឿងការដែលចំណាលើកបញ្ជាក់មកដើម្បីឲ្យពុទ្ធបរិស័ទចិត្តញោមបងប្អូនកូនចៅទាំងអស់គឺបានយល់ជ្រាបពីរឿងនៅក្នុងโลกនេះសរុបមកគឺថាមិនមែនសម្រាប់ឲ្យយើងត្រេកអររីករាយដើម្បីបំរើជីវិតបំរើបញ្ញខណ្ឌនឹងទៅក្នុងបាបកម្មអកុសលអីទេកុំដល់តែថ្នាក់កដាបកដួសអីទៅក្នុងបាណារិបាតអត្តនេទានកាមេសមិច្ឆាចារអីហ្នឹងត្រូវតែមានទានអប់រំភាពជាឥស្សរៈនឹង